ព្រះមហាធរៈលេឌីសាយាដោព្រះជនប្រវត្តិនិងស្នាដៃ 1. ព្រះមហាធរៈលេឌីសាយាដោជាពន្លឺនៃព្រះពុទ្ធសាសនាថេរវាទសម័យទំនើបព្រះមហាធរៈលេឌីសាយាដោ1846-1923 គឺជាបុគ្គលដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាថេរវាទនៅចុងសតវត្សទី19និងដើមសតវត្សទី20ជាពិសេសនៅក្នុងប្រទេសភូមាបច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាឥទ្ធិពលដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅតែបន្តលាន់ឮរន្ទឺពាសពេញសកលលោករហូតមកដល់សព្វថ្ងៃចំណុចពិសេសរបស់ព្រះអង្គគឺការរួមបញ្ចូលគ្នាដ៏កម្ររវាងចំណេះដឹងផ្នែកទ្រឹស្ដីដ៏ជ្រាលជ្រៅជាពិសេសគឺគម្ពីរព្រះអភិធម្មដែលជាទស្សនវិជ្ជានិងជាចិត្តវិទ្យានៃព្រះពុទ្ធសាសនាហៅថាបរិយ័តឬការសិក្សាទ្រឹស្ដីនិងការប្រតិបត្តិសមាធិដ៏ស្ទាត់ជំនាញបដិបត្តិសំយោគរវាងទ្រឹស្ដីនិងការប្រតិបត្តិនេះហើយដែលជាគន្លឹះនៃឥទ្ធិពលដ៏ពិសេសរបស់ព្រះអង្គសារៈសំខាន់ពិតប្រាកដរបស់ព្រះថេរៈលេឌីសាយាដោមិនមែនស្ថិតត្រឹមតែលើភាពស្ទាត់ជាអ្នកប្រាជ្ញឬគ្រូសមាធិតែម្យ៉ាងនោះទេប៉ុន្តែគឺនៅត្រង់សមត្ថភាពរបស់ព្រះអង្គក្នុងការសំយោគចំណេះដឹងទាំងពីរនេះបញ្ចូលគ្នាព្រះអង្គបានប្រើប្រាស់ការយល់ដឹងដ៏ស៊ីជម្រៅលើព្រះអភិធម្មបរិយ័តដើម្បីធ្វើការប្រតិបត្តិវិបស្សនានិងបដិបត្តិនិងបរិយ័តមានភាពស្របតាមសភាវៈព្រមទាំងពន្យល់ដែលជាហេតុធ្វើឲ្យការប្រតិបត្តិនេះរស់ឡើងវិញសម្រាប់មនុស្សសម័យទំនើបរួមទាំងក្រហមផងដែរស្នាដៃនិពន្ធរបស់ព្រះអង្គជាច្រើនបានដើរតួជាស្ពានចម្លងទ្រឹស្ដីនិងការប្រតិបត្តិដោយពន្យល់គោលគំនិតស្មុគស្មាញនានារបៀបដែលតាក់ទងនឹងការធ្វើសមាធិដូច្នេះឥទ្ធិពលរបស់ព្រះអង្គមិនមែនត្រឹមតែជាការបូកបញ្ចូលគ្នាអ្នកប្រាជ្ញអ្នកសមាធិប៉ុណ្ណោះទេប៉ុន្តែជាការរួមបញ្ចូលគ្នាដែលបង្កើតផលថ្មីភាពស៊ីជម្រៅផ្នែកទ្រឹស្ដីរបស់ព្រះអង្គបានផ្ដល់កម្លាំងដល់ការច្នៃប្រឌិតផ្នែកប្រតិបត្តិជាពិសេសការបង្រៀនវិបស្សនាដ៏ក្រហមការសំយោគនេះគឺស្នូលសំខាន់នៃការរួមចំណែកពិសេសរបស់ព្រះអង្គ